បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកមើលត្រង់ដាក់លើហាប៉ារបស់យើងបាទថ្ងៃនេះឃើញថាស្អាតដោយសារទឹកថ្មីដោយសារយើងបូមទឹកដាក់បន្ថែមណាហើយខាងនេះយើងបាឲ្យរៀងស្រឡះទៅស្អាតទៅហើយបាទអុយហ្នឹងក៏យើងបានដោះដើម្បីឲ្យវាស្អាតណាឲ្យវាមានស្រឡះចឹងទៅសុខភាពកាយគឺល្អបាទហើយសម្រាប់កង្កែបខែល្ងាអញ្ចេះយើងចិញ្ចឹមក្នុងហាប៉ាអញ្ចេះគឺគុណសម្បត្តិវាគឺទឹកវារៀងច្រើនអញ្ចឹងគឺអត់ងាយត្រជាក់ទេគឺដោយសារថាយើងអាចទម្លាក់ហាប៉ាហ្នឹងឲ្យរៀងជ្រៅអញ្ចឹងកែបហ្នឹងវាអាចជំនួយទៅខាងក្រោមបានអញ្ចឹងណាបាទវាអាចជំនួយទៅខាងក្រោមហើយធ្វើឲ្យកង្កែបហ្នឹងវាអត់សូវត្រជាក់បាទវាអាចជាមួយទៅទឹកខាងក្រោមបាទអញ្ចឹងនេះយើងបានបាឲ្យស្អាតហើយចឹងយើងចោះបាទចោះមើលវាចាបាទនេះបាទគឺសុខភាពវាល្អវាសុខភាពល្អជាជាងកង្កែបយើងដាក់លើគោកបាទដាក់លើគោកវាមិនសូវជាមានចលនាជាខ្លាំងទេអញ្ចឹងណាបាទហើយអានេះយើងតណៃច្រើនយើងបាញ់ទៅចំណៃហើយបាទយើងបាញ់ទៅចំណៃហើយយើងអត់ធ្វើអីទៀតទេអញ្ចឹងណាបាទអត់ធ្វើអីទៀតទេហើយយើងដាក់អញ្ចឹងទៅបាទនេះបងប្អូនឃើញហើយនៅក្នុងរដូវខែនេះកង្កែបយើងភាគច្រើនបើសិនយើងចិញ្ចឹមលើទឹកចិញ្ចឹមក្នុងតងគឺមិនសូវជាមកតបាក់ចំណៃទេអញ្ចឹងណាបាទតបាក់ចំណៃទេហើយវាមិនសូវជាមានកម្លាំងអីម៉ានទេព្រោះវាត្រជាក់បាទតែយើងចិញ្ចឹមដាក់លើហាប៉ានេះវាល្អណាហើយគុណសម្បត្តិវាមួយទៀតឃើញបងប្អូនឃើញវាមានទីទួលនេះវាអាចហក់ទៅតោងលើនឹងបាននៅក្នុងករណីដែលថាទឹកត្រជាក់ពេកវាអាចទៅតោងនៅខាងលើនឹងបានអញ្ចឹងណាបាទខាងលើនឹងបានបងប្អូនឃើញវាមានចលនានេះទឹកដាក់ចំណៃឲ្យស៊ីហើយរៀងឆ្អែតខ្លះផងអញ្ចឹងណាបើសិនអត់តដាក់ចំណៃគឺគាត់តែបក់ដៃមកហ្មងតែបើសិនតែយើងចាំក្នុងត្រង់គឺខែនេះបាទវាតបាក់ខាំដៃខាំជើងគ្នាវាឃ្លានណាយើងដាក់ចំណៃស៊ីវាអត់តឆ្អែតណាអញ្ចឹងបើសិនតែយើងចិញ្ចឹមនៅក្នុងត្រង់លើគោកគឺខែនេះវាមិនសូវមានចលនាទេមិនសូវស៊ីចំណៃទេអញ្ចឹងណាបាទតែយើងដាំក្នុងហាប៉ាចេះវាល្អហើយមួយទៀតដោយសារថាទីតាំងយើងនេះគឺធំណាបាទដីប្រហែលជា2រ៉ៃជាងអញ្ចឹងមិនដែរយើងដាក់ថ្មីពូជទៅប្រមាណនេះទេអញ្ចឹងណាអញ្ចឹងហើយគឺធ្វើឲ្យកង្កែបហ្នឹងវាទឹកវាល្អទឹកវាស្អាតអញ្ចឹងទៅធ្វើឲ្យជាកត្តារួមផ្សំដែលធ្វើឲ្យកង្កែបយើងហ្នឹងគឺវាមានចលនាល្អអញ្ចឹងណាមានចលនាមានសុខភាពល្អមានចលនាល្អគឺសុខភាពវាល្អអញ្ចឹងណាបាទសុខភាពវាល្អបាទហ្នឹងហើយអញ្ចឹងគឺខ្ញុំចង់បញ្ជាក់ត្រង់ហ្នឹងហើយទោះបីជាមានទឹកជ្រៅឬក៏ទឹកច្រើនវាអត់សូវមានបញ្ហាអីប៉ុន្តែយើងត្រូវមានតបូលណាបងប្អូនបាទតបូលយើងត្រូវប្រក់បាទគឺជាការចាំបាច់បាទបើមិនប្រក់គឺវាអត់ល្អបាទវាអត់ល្អបាទគឺជាកត្តាដែលបើសិនតែយើងអត់ប្រក់វាអាចក្តៅនៅពេលថ្ងៃក្តៅទៅថ្មីត្បិតថាទឹកយើងច្រើនប៉ុន្តែទឹកយើងមើលបងប្អូនមើលទៅវាអត់ជ្រៅប៉ុន្មានទេត្រឹមមួយចង្អាមអីទេអញ្ចឹងបើសិនជាថ្ងៃក្តៅខ្លាំងបាទសីតុណ្ហភាពចូល35 33 34 30អីគឺវាប៉ះផ្ទាល់ជាមួយនឹងកែបយើងធ្វើឲ្យកែបយើងហ្នឹងវាអត់សូវល្អណាសុខភាពវាអត់សូវល្អវាអត់សូវទទួលបានអញ្ចឹងណាហ្នឹងហើយហ្នឹងគឺជាកត្តាដែលយើងត្រូវសិក្សាបាទវាជាកត្តាបន្តិចទេតែវាអាចដែលថាជួយផ្សំឲ្យយើងទទួលបានជោគជ័យបាទទាំងខាងនេះក៏មានទួលដែរបាទយើងដាក់មានទាំងទួលមានទៀបអញ្ចឹងណាបាទតែអានេះបើសិនតែយើងធ្វើជារៀបស្មើចេះមានខ្ពស់មានទៀបមានទឹកជ្រៅទឹករយៈចេះយើងបានតែកាប់ធំចេះណាបើសិនជាយើងចង់ដាក់កូនកែបយើងចង់ដាក់កូនកែបទៅដាក់ស្មើហើយទឹកប្រហែលជាមួយថ្នាំងឬ2ថ្នាំងដៃអស់ហើយណាបាទព្រោះវានៅតូចអញ្ចឹងវាពិបាកនៅក្នុងការតោងអញ្ចឹងណាព្រោះកែបយើងនេះកែបចំបងប្អូនមិនមែនកែបស្រែហក់លោតអីទឹកជ្រៅទឹករយៈអីបានមកស្រឡាញ់ទេអញ្ចឹងណាយើងកែបចំគ្នាធ្លាប់ទៅនៅក្នុងត្រង់អញ្ចឹងណា
gọt nơi không trống hay xì tại trận này tê nè bong bồn bạn này nó xong chuyện bong bồn trong nâng chẳng á bạn chẳng tay bằng cạp thông như chứ chừng đặt tật ngoài chẳng a mấy chứ bạn bánh ha đây ở miền tua sang đây nè bạn tại bậc cốn chừng tôi chơi chứ bị ọt lọ thì nâng ấy chẳng video nâng cho mình tập ban nâng thế bạn nơi không đầu tổ trẻ giờ ní bạn chăm tục đã mấy phố nhá bạn bây giờ nâng ấy chẳng ở con trai bao chụp này video cào